មិត្តភក្តិគ្រប់គ្នាខ្វល់ចិត្តតែរឿងអត់សង្សារចំណែកខ្ញុំវិញណាខ្វល់តែរឿងអត់លុយចាយដេកដើរកិនមួយថ្ងៃមិនដែលសប្បាយគិតពេលឡើងស្គមកាយសង្វាត់ដូចកាយចាញ់ជីពេលមានលុយចាយវាយមិនដែលចេះសំចៃតាំងដល់ពេលដាច់ចៃធ្វើឯងអង្គុយយំយេញៀងនីអងៀងនោះក៏អស់គ្រប់ផ្នែកទប់អារម្មណ៍មិនស្រែកខំប្រឹងដើរលេងឲ្យបានធូរពីម៉ូតូជីងឲ្យវាស្នោឡើងមុខមាត់ជីបានប៉ុន្មានម៉ែត្រមេចាប់ផ្ដើមធ្លាក់ភ្លៀងមកឈូឈឺទៅមុខមិនរួញបងក្រោយបែកកាន់តែកោដឹងមិនដើរម៉ូតូទាំងនៅក្នុងខ្លួនគ្មានមួយរៀលមានអ្វីឈឺចាំជាងពេលអត់លុយទៀតឡើយពេលគ្នាណាលោកអើយអូនដាក់អារៈជន់ណែបានទៅអ្នកណាខ្លួនឯងជួយទៅខ្លួនឯងគិតអ្វីមិនបែងទៅផលចុងក្រោយគឺទឹកណែមិត្តភក្តិគ្រប់គ្នាខ្វល់ចិត្តតែរឿងអត់សង្សារចំណែកខ្ញុំវិញណាខ្វល់តែរឿងអត់លុយចាយដេកដើរកិនមួយថ្ងៃមិនដែលសប្បាយគិតពេលឡើងស្គមកាយសង្វាត់ដូចកាយចាញ់ជីពេលមានលុយចាយវាយមិនដែលចេះសំចៃតាំងដល់ពេលដាច់ចៃធ្វើឯងអង្គុយយំយេញៀងនីអងៀងនោះក៏អស់គ្រប់ផ្នែកទប់អារម្មណ៍មិនស្រែកខំប្រឹងដើរលេងឲ្យបានធូរពីម៉ូតូជីងឲ្យវាស្នោឡើងមុខមាត់ជីបានប៉ុន្មានម៉ែត្រមេចាប់ផ្ដើមធ្លាក់ភ្លៀងមកឈូឈឺទៅមុខមិនរួញបងក្រោយបែកកាន់តែកោដឹងមិនដើរម៉ូតូទាំងនៅក្នុងខ្លួនគ្មានមួយរៀលមានអ្វីឈឺចាំជាងពេលអត់លុយទៀតឡើយពេលគ្នាណាលោកអើយអូនដាក់អារៈជន់ណែបានទៅអ្នកណាខ្លួនឯងជួយទៅខ្លួនឯងគិតអ្វីមិនបែងទៅផលចុងក្រោយគឺទឹកណែពីម៉ូតូជីងឲ្យវាស្នោឡើងមុខមាត់ជីបានប៉ុន្មានម៉ែត្រមេចាប់ផ្ដើមធ្លាក់ភ្លៀងមកឈូឈឺទៅមុខមិនរួញបងក្រោយបែកកាន់តែកោដឹងមិនដើរម៉ូតូទាំងនៅក្នុងខ្លួនគ្មានមួយរៀលមានអ្វីឈឺចាំជាងពេលអត់លុយទៀតឡើយពេលគ្នាណាលោកអើយអូនដាក់អារៈជន់ណែបានទៅអ្នកណាខ្លួនឯងជួយទៅខ្លួនឯងគិតអ្វីមិនបែងទៅផលចុងក្រោយគឺទឹកណែអរគុណចាអរគុណសាជាថ្មីចំពោះការផ្ដល់ជាការគ្រប់គ្រងដូចជាផ្ដល់ជាសម្លេងតែដៃអរគុណហើយនេះគឺជាបទចុងក្រោយសម្រាប់នាងខ្ញុំអរគុណដល់ស្ថានីយ៍ទូរទស្សន៍អាស៊ីគ្នេយ៍ដែលបានផ្ដល់ជាកិត្តិយសដល់នាងខ្ញុំនៅក្នុងថ្ងៃនេះហើយអរគុណដល់វត្តមានបងប្អូនទស្សនានៅទីនេះផ្ទាល់ក៏ដូចជាទស្សនានៅតាមគេថារៀងហត់ទេអរគុណមែនតើចាហើយអរគុណដល់ម៉ែចាស់បានផាត់មុខធ្វើសក់អរគុណមែនតើហើយជូនពរត្រឡប់ទៅគេតាមនេះប្រកបដោយសុខភាពល្អទាំងអស់គ្នាផងដែរអរគុណចាអរគុណចាអរគុណ